កុយបាដងហេក្បួនជីកង់និងកង់3អគិសនីប្រឆាំងទណ្ឌកម្មអាមេរិកហាវ៉ាណាសកម្មជននិងប្រជាពលរដ្ឋកុយបាបានរៀបចំដងហេក្បួនជីកង់និងកង់3អគិសនីតាមបណ្ដោយមហាវិថីមាត់សមុទ្រនៃរាជធានីឡាហាវ៉ានកាលពីថ្ងៃប្រហ័សដើម្បីសម្ដែងការជំទាត់ចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលត្រូវបានចោទថាកំពុងបង្កសម្ពាធដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសនេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី3ខែមេសា ឆ្នាំ2026ក្បួនដង្ហែដែលត្រូវបានរៀបចំដោយរដ្ឋាភិបាលនេះមានការចូលរួមពីប្រធានាធិបតីគុយបា Miguel Díaz-Canel អ្នកចូលរួមបានជិះកាត់តំបន់ជិតស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងឡាហាវ៉ានដោយយានអគ្គិសនីរបស់ពួកគេបានពាក់ព័ន្ធនឹងទង់ជាតិនិងបដាដែលរិះគន់នយោបាយទណ្ឌកម្មរបស់ទីក្រុង Washingtonបដានិងសារនានាក្នុងក្បួនដង្ហែបានបង្ហាញការប្រឆាំងចំពោះវិធានការរបស់រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump ដែលត្រូវបាននិយាយថាកំពុងបង្កសម្ពាធដល់ការនាំចូលប្រេងនិងការផ្គត់ផ្គង់ថាមពលទៅកាន់គុយបាការប្រមូលផ្ដុំគ្នានេះកើតឡើងមួយថ្ងៃបន្ទាប់ពីអ្នកការទូតកម្ពុជារបស់គុយបាប្រចាំទីក្រុង Washington បានអំពាវនាវឲ្យសហរដ្ឋអាមេរិកជួយស្ដារសេដ្ឋកិច្ចរបស់គុយបាដែលប្រឈមបញ្ហាខ្វះខាតថាមពលនិងស្ថានភាពសេដ្ឋកិច្ចលំបាកការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងបរិបទនៃការចរចារវាងភាគីទាំងពីរដែលនៅមិនទាន់មានលទ្ធផលច្បាស់លាស់នៅឡើយអ្នកចូលរួមក្នុងក្បួនដង្ហែបានបញ្ជាក់ថាពួកគេគាំទ្រការចរចាជាមួយសហរដ្ឋអាមេរិកប៉ុន្តែទាមទារឲ្យមានការគោរពនិងការពិចារណាដល់អធិបតេយ្យភាពរបស់គុយបាគួរឲ្យដឹងថាថ្មីនេះរដ្ឋាភិបាលលោកត្រាំបានគម្រាមដាក់ពន្ធទៅលើប្រទេសណាដែលនាំចេញប្រេងទៅកាន់គុយបាហើយក៏បានដាក់កំហិតលើការនាំចូលប្រេងពីរុស្ស៊ីផងដែរទោះជាយ៉ាងណាសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យកប៉ាល់ដឹកប្រេងដោតទង់ជាតិរុស្ស៊ីចូលចតនៅកំពង់ផាន់ Port of Matanzas ក្នុងគុយបាដោយលើកឡើងថាជាការអនុញ្ញាតសម្រាប់ហេតុផលមនុស្សធម៌